ប្រាកាយមិនបានប៉ុន្មានផងយុវជន2នាក់ស្លៀកពាក់ Power Ranger ត្រូវបានសមត្ថកិច្ចហៅទៅអប់រំនៅប៉ុស្តិ៍ថ្មីនេះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាផ្ទុះការចាប់អារម្មណ៍និងចែករំលែកតគ្នាយ៉ាងព្រោងព្រាតពីសកម្មភាពករណីយុវជន2នាក់ដែលស្លៀកពាក់ប្រាកាយជា Power Ranger មិនបានប៉ុន្មានផងក៏ស្រាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំនៅប៉ុស្តិ៍ទាក់ទងទៅនឹងករណីដ៏ភ្ញាក់ផ្អើលនិងគួរឲ្យអស់សំណើចនេះផងដែរបើតាមប្រភពព័ត៌មានបានឲ្យដឹងថាសមត្ថកិច្ចនគរបាលប៉ុស្តិ៍ថ្មីនៃអធិការដ្ឋាននគរបាលស្រុករំដួលខេត្តស្វាយរៀងបានឃាត់ខ្លួន Power Ranger 2នាក់យកមកអប់រំកាលពីថ្ងៃទី4ខែមីនាឆ្នាំ2025បន្ទាប់ពីធ្វើសកម្មភាពថតបង្ហោះម៉ូតូហើយយកទៅផុសតាមបណ្ដាញសង្គម TikTok បើទោះបីជាសកម្មភាពបង្ហោះម៉ូតូរបស់យុវជន Power Ranger ទាំងពីរត្រូវបានមើលឃើញថាធ្វើឡើងស្ថិតនៅលើផ្លូវសាធារណៈស្ងាត់ពុំមានចរាចរណ៍ឆ្លងកាត់និងពុំបង្កការរំខានដល់អ្នកធ្វើដំណើរដល់អ្នកដទៃដែលគ្រាន់តែជាការបង្ហោះម៉ូតូសម្ដែងលយអស្ចារ្យនៅក្នុងគោលបំណងទទួលបានការចាប់អារម្មណ៍ជាច្រើនយ៉ាងណាតែគឺជាគំរូមិនល្អសម្រាប់យុវជនតែអ្វីដែលគួរហួសចិត្តគឺនៅពេលដែលឃើញរូបភាពមួយសន្លឹកនៅប៉ុស្តិ៍លើ TikTok ហើយរូបនោះត្រូវបានបិទបាំងមិនឲ្យដឹងថាជាប៉ុស្តិ៍ក្នុងឈ្មោះអីទេហើយធ្វើឲ្យមនុស្សមួយចំនួនពុំដឹងរឿងហេតុក៏នាំគ្នាចោទប្រកាន់ប៉ូលីសថាគ្រាន់តែស្លៀកពាក់ចឹងក៏ចាប់ដែរជឿឲ្យប៉ូលីសស្រុកខ្មែរឬថាប៉ូលីសអត់លុយចូលឆ្នាំទើបចាប់ចឹងហើយសូម្បីសួរថាប៉ុស្តិ៍នៅណាចាំបាច់បិទឈ្មោះធ្វើអី